ការជាយន្តហោះនឹងជាឡានក្រុងទៅខេត្តសៀមរាបមួយណាចំណេញហើយងាយស្រួលជាងចម្លើយខ្ញុំនឹងប្រាប់នៅចុងវីដេអូដោយសារតែខ្ញុំនឹងទៅពិសោធន៍ផ្ទាល់តែម្ដងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀបធៀបការចំណាយសរុបថាចាយអស់ប្រមាណរយៈពេលនៃការធ្វើដំណើរសរុបអស់ប្រមាណម៉ោងភាពងាយស្រួលមុនពេលដែលយើងធ្វើដំណើរភាពងាយស្រួលអំឡុងពេលដែលយើងកំពុងធ្វើដំណើរការមើលទេសភាពតាមផ្លូវហើយជាពិសេសថាតើមួយណាចំណេញហើយងាយស្រួលជាងយើងយឺតម៉ោងហើយមូលហេតុដែលខ្ញុំថាយឺតនឹងដោយសារតែខ្ញុំត្រូវជិះពីផ្ទះម៉ោង7កន្លះគម្រោងណាប៉ុន្តែជាក់ស្ដែងពេលដែលខ្ញុំបានចេញមែនតើគឺម៉ោង8ហើយពីផ្ទះខ្ញុំទៅពលានយ៉ាងហោចណាស់ក៏កន្លះម៉ោងទៅ45នាទីដែរតាមស្ទះចឹងទៅហើយខ្ញុំទៅពលានត្រូវធ្វើម៉េចឲ្យមុន2ម៉ោងហើយយន្តហោះរបស់ខ្ញុំម៉ោង10:25នាទីហោះអញ្ចឹងខ្ញុំត្រូវទៅដល់ម៉ោង8កន្លះអញ្ចឹងពេលហ្នឹង stress មែនតើអ្នកនរគ្នាប៉ុន្តែអត់អីវិញទាំងអស់គ្នាទៅដល់ពលានតាន់ពេលតែម្ដងសប្បាយចិត្តមែនតើហើយខ្ញុំទៅដល់មុន2ម៉ោងនេះដោយសារតែខ្ញុំហោះនឹងស្រុកបើសិនជាខ្ញុំហោះក្រៅស្រុកត្រូវទៅដល់ពលានមុនយ៉ាងហោចណាស់3ម៉ោងហើយនោះហើយសប្បាយចិត្តពេកប៊ីភ្លេចបាញ់លុយឲ្យគេទៀតអូយ៉ាប់មែនតើបងខ្ញុំអត់ទាន់ផេទៅហើយបងបាទសុំ scan មួយបងឥឡូវនេះយើងមកដល់ពលានហើយមិញនេះខ្ញុំជិះតាក់ស៊ីអស់45,600តែសារតែផ្ទះខ្ញុំរៀងចិត្តនឹងដែរបើសិនជារៀងឆ្ងាយវាអាចចូល80000ឬក៏100000អីក៏ថាបានអញ្ចឹងណាបាទពលានថ្មីនេះមកច្រើនដងយ៉ាងណាក៏ដោយក៏ខ្ញុំនៅមានអារម្មណ៍ថាវ៉ាវស្អាតមែនតើនោះអញ្ចឹងកន្លែងនេះខ្ញុំ check in ដាក់កាតាបដាក់បលីខ្ញុំអីអញ្ចឹងណាមើលទាំងអស់គ្នាអត់មានមនុស្សទេព្រោះអីខ្ញុំ check in ក្រោយគេឥឡូវនេះយើងបាន check in រួចរាល់ហើយអ្នក body pass ស្រួលមែនតើអត់សូវមានអត់មានមនុស្សប្រោយអញ្ចឹងយើងមកដល់ check in យកមកឥឡូវនេះទៅដកតាក់យកលុយផឹកកាហ្វេឥឡូវនេះពួកខ្ញុំបានមកដល់ជាន់លើដើម្បីញ៉ាំអីតិចសិនមុនយើងទៅ check អីវ៉ាន់នៅ security ប៉ុន្តែរឿងដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នាហួសស្នោចពួកខ្ញុំធ្លាប់តែហោះ international ទៅប្រទេសក្រៅអញ្ចឹងណាអញ្ចឹងទៅពេលដែលយើងយក passport ទៅដកតាក់យើងបាន$7ដល់ពេលពួកខ្ញុំគាត់ថាអូយក$7ហ្នឹងផឹកកាហ្វេមានណាយើងហោះនៅក្នុងស្រុកនៅពេលដែលយើងដកតាក់គឺបានត្រឹមតែ$1ឬក៏$4000ទេបាទអញ្ចឹងអាហ្នឹងព័ត៌មានដែលទាំងអស់គ្នាចង់ដឹងក៏បានអត់ក៏បានគាត់តែខ្ញុំរៀងភ្ញាក់ផ្អើលដែរពួកអីធ្លាប់តែហោះស្រុកក្រៅអញ្ចឹងណាឥឡូវយើងសាក់ហោះក្នុងស្រុកយើងបើពិសោធន៍ថ្មីមិញហ្នឹងកំងមហូបគេភ្លេចដាក់ឲ្យហើយខ្ញុំនឹកឃើញទៅខ្ជិលអង្គុយចាំឡើង5-10នាទីអត់បានញ៉ាំហើយនៅចាំគេធ្វើប្រហែល10នាទីទៀតខ្ញុំចេញមកផឹកកាហ្វេដោយសារតែយើងហោះ domestic ហោះក្នុងស្រុកអត់មានកន្លែងកាហ្វេដែលយើងមកតាមខ្ញុំដឹងអត់មានកន្លែងដែលយើងកាហ្វេដូចយើងហោះ international មាន brown មាន Starbucks មានអីទេអញ្ចឹងទៅខ្ញុំមកញ៉ាំកាហ្វេនៅជូនផងមកហើយចាំយើងទៅគេធៀបឡើងយើងហោះខ្ញុំបានទៅទិញ sandwich tuna មកញ៉ាំអញ្ចឹងមិនរងចាំយូរសង្វិញម្ដុំហ្នឹងគឺខ្ញុំញ៉ាំដាច់ពិតតែម្ដងបាទព្រោះឃ្លានតាំងពីព្រឹកមក departure នៅក្នុងស្រុក domestic នេះអត់ដែលហោះក្នុងស្រុកដល់ពេលហោះអាជើងក្នុងស្រុកគឺមានអារម្មណ៍ប្លែកមកនិយាយទៅគឺអត់ញ៉ៃច្រើនណាដោយសារយើងអត់មានហោះចេញក្រៅប្រទេសហើយជើងហៅក៏អត់សូវមានច្រើនក្នុងស្រុកដែរអញ្ចឹងយើងដូចមានអារម្មណ៍ថា chill បាទគឺថាស្ងាត់មែនតើមកដោយសារជើងដែលខ្ញុំហោះម៉ោង10:25នេះគឺមានតែមួយជើងហ្នឹងឯងទៅប៉ុន្តែមុនម៉ោង10ហ្នឹងគឺមានមួយដែរហើយម៉ោង1ថ្ងៃក៏មានមួយដែរអ្វីដែលខ្ញុំចាប់អារម្មណ៍គឺជើងហៅពីភ្នំពេញទៅសៀមរាបគឺការឡើងដែរប៉ុន្តែនៅតែអត់ទាន់មានគេជាយន្តហោះច្រើនណាស់មួយព្រោះយន្តហោះទូចៗចឹងមនុស្សក៏មិនច្រើនណាស់ដែរបាទឥឡូវនេះគាត់ថាដើរនិយាយហើយញ៉ាំអីគេ10ម៉ោងឡើងយន្តហោះប៉ុន្តែដោយសារតែអត់មានជាប់យន្តហោះទេយើងត្រូវជិះឡានក្រុងទៅយន្តហោះអញ្ចឹងយើងគ្រាន់តែឆែកសបុតយន្តហោះម្ដងទៀតជាមួយនឹងក្រុមការងារនៅពលានហើយយើងឡើងឡានក្រុងដើម្បីទៅយន្តហោះតែម្ដងបាទមុននឹងឡើងយន្តហោះយើងត្រូវជិះឡានក្រុងសិនដោយសារតែយន្តហោះនេះគឺអត់អាចភ្ជាប់ជាមួយនឹងអា jet bridge ដែលដូចយន្តហោះធំបានទេអញ្ចឹងយើងត្រូវឡើងទៅលើយន្តហោះផ្ទាល់តែខ្លួនឯងណាប៉ុន្តែអត់អីទេប៉ះខ្ញុំអ្នកដែលចូលចិត្តតាមដានយន្តហោះដែរអញ្ចឹងកាន់តែគៀកកាន់តែល្អហើយកាន់តែមានពេលវេលាក្នុងការមើលក្រុមការងារក៏ដូចជាឡានដឹកប៉ូលីសដឹកអីចឹងទៅឥឡូវនេះអត់យូរប៉ុន្មានយើងមកដល់យន្តហោះរបស់យើងគឺ ATR 72600របស់ Air Cambodia ហើយយន្តហោះនេះគឺថ្មីទាំងអស់គ្នាទើបតែដឹកមកខ្មែរយើងថ្មីនេះឯងអូខេឥឡូវយើងចុះឡើងយន្តហោះអានេះគឺ ATR 72600លើកទី1ដែលខ្ញុំជិះអានេះ delivery ថ្មី
đây bòចំពោះយន្តហោះនេះអត់សូវធំប្រហែលទេអញ្ចឹងកៅអីនៅក្នុងយន្តហោះគឺមានចំនួន2ជួរខាងឆ្វេងនិងខាងស្ដាំដែលមួយខាងគឺមានកៅអីចំនួន2ស័ក្តិសមសម្រាប់អ្នកដែលជាយន្តហោះគូគូ travel គូគូអីចឹងហើយក៏មាន space នៅខាងលើដើម្បីដាក់នៅសាកាដូឬក៏វ៉ាលីទូច carry on របស់យើងបានផងដែរអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺកន្លែងដាក់ជើងស្រឡះអត់ទៅជង្គង់របស់ខ្ញុំទេខ្ញុំចូលចិត្តមែនតើវាអត់ជាអៀតយន្តហោះនេះថ្មីទាំងនៅផ្នែកខាងក្រៅទាំងនៅផ្នែកខាងក្នុងបាទទាំងកៅអីទាំងពុកទាំង tray ទាំងអីផ្សេងគឺមានអារម្មណ៍ថានៅថ្មីល្អធ្វើឲ្យយើងសម្រាប់ខ្ញុំមានអារម្មណ៍ថាមានផាសុកភាពខ្ពស់មែនតើខ្ញុំធ្វើដំណើរតាមយន្តហោះនេះគឺលើកទី1របស់ខ្ញុំដែលបានជិះ model មួយនេះហើយចូលខាងក្នុងមានអារម្មណ៍ថាផាសុកភាពខ្ញុំឲ្យ10លើ10មកអត់មានអារម្មណ៍ថាកខិចឬក៏ប្រឡាក់ឬក៏ខូចក៏អីកន្លែងណាគឺអត់ទេមានអារម្មណ៍ថាស្រួលអង្គុយមែនតើមិនយូរប៉ុន្មានយន្តហោះក៏ចាប់ផ្ដើម taxi ឬក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខដើម្បីឆ្ពោះទៅកន្លែងផ្លូវ road runway ហ្នឹងដើម្បីឲ្យយើងធ្វើដំណើរទៅខេត្តសៀមរាបហើយទាំងអស់គ្នាអាចមើលបានបាទទិដ្ឋភាពពីខាងលើរបស់ពលានអន្តរជាតិដែលចូលថ្មីឃើញថាទិដ្ឋភាពគឺស្អាតមែនតើប៉ុន្តែចាំមើលតិចទៀតទិដ្ឋភាពគឺស្អាតជាងនឹងទៀតខ្ញុំនិយាយមែនហោះមួយជើងនេះគឺអត់មានមើលទៅត្រង់ទេងាកមើលតែទេសភាពនៅខាងប្អួយនឹងដោយសារតែសម្រាប់ខ្ញុំគឺស្អាតហើយអត់ដែលបានឃើញទេសភាពបែបនេះព្រោះមើលរយៈចុងក្រោយនៅពេលដែលខ្ញុំហោះហើយខ្ញុំហោះតែពេលយប់អញ្ចឹងនៅពេលដែលហោះពេលព្រឹកគឺមានអារម្មណ៍ថាប្លែកម្យ៉ាងហើយមើលអត់ចាស់ចិនណាយតែម្ដងសំខាន់មួយទៀតយន្តហោះហោះមុនម៉ោងទៀតត្រូវហោះម៉ោង10:25ប៉ុន្តែម៉ោង10:23គឺហោះបានលើមេឃបាត់ទៅហើយនៅលើនេះក៏យើងអាចភ្ជាប់ Wi-Fi លើយន្តហោះបានដើម្បីមើលរឿងជាការកម្សាន្តនេះចឹងទៅហើយគាត់ក៏បានផ្ដល់ជាមួយនំហើយទឹកសុទ្ធឲ្យយើងផងដែរអូហើយបើនិយាយពីទេសភាពវិញស្អាតមែនតើនេះទាំងអស់គ្នាគឺបឹងទន្លេសាបរបស់យើងណាបាទហោះអត់តាន់បានប្រហែលផងឥឡូវនេះខាង pilot គាត់បានប្រកាសថានឹងត្រៀមខ្លួនបន្ទាបកម្ពស់ដើម្បីត្រៀមចុងចតបាទនិយាយទៅគឺលឿនមែនតើគាត់តែហោះឡើងហើយនៅលើមេឃបានតិចឥឡូវនេះត្រៀមចុងចតវិញបាទនឹងហើយទាំងអស់គ្នាគឺលឿនខ្លាំងមែនតើស្រាប់បខោទេហោះត្រឹមតែ45ទៅ50នាទីក៏បានចុះចតមកដល់ប្រលីយន្តហោះអន្តរជាតិខេត្តសៀមរាបបានទៅហើយអូខេទាំងអស់គ្នាបាទឥឡូវនេះយើងមកដល់ខេត្តសៀមរាបហើយលឿនខ្លាំងមែនតើមកហោះអត់ដល់1ម៉ោងទេខ្ញុំថាអត់ដល់50នាទីហងនិយាយមែនបាទឥឡូវនេះយើងបានមកដល់ពលានសៀមរាបហើយចូលមកមេឃអលឹមប្រហើយហើយនេះយន្តហោះនៅក្រោយក្នុងខ្ញុំជាមួយនេះហើយសំខាន់យើងអត់ជិះឡានក្រុងទៅពលានណាដោយសារតែគេមានរៀបចំកន្លែងដើរអញ្ចឹងឥឡូវនេះយើងត្រូវដើរវងប្រជុំចេះទៅយើងចូលក្នុងអូមានAir Asiaមួយទំដោះស្អាតហ្មងពលាននៅសៀមរាបហើយពលានពេញគឺម្នាក់ម្យ៉ាងហ្មងចូលមកដល់កន្លែង domestic arrival ឬក៏ដំណើរមកដល់ក្នុងស្រុកគឺឃើញថាស្អាតបាទរចនាបថរបស់ពលាននៅខេត្តសៀមរាបនេះគឺអត់អាចនិយាយបានថាអត់ស្អាតបានទេគឺមើលមកតាក់ចិត្តមែនតើឥឡូវនេះខ្ញុំកំពុងតែចាំយកវ៉ាលីដោយសារតែពេលដែលយើងហោះក្នុងស្រុកdomestic flight ហ្នឹងពេលដែលយើងមកដល់អត់មានតែការ check passport វាយ passport អីទេយើងចូលពលានហើយគឺដល់កន្លែងដែលយើងត្រូវយកវ៉ាលីតែម្ដងហើយឥឡូវនេះខ្ញុំចាំយកវ៉ាលីទៅក្រៅប្រហែលអត់ទាន់ច្បាស់ថាជិះតាក់ស៊ីឬក៏ជិះឡានក្រុងអាហ្នឹងតាមមើលម៉ោងជាក់ស្ដែងហើយទាំងអស់គ្នាហោះហើរក្នុងស្រុកនេះគឺលឿនមែនតើពីភ្នំពេញមកសៀមរាបឥឡូវនេះម៉ោង11:09ហើយមកតាមជើងហើរជាក់ស្ដែងគឺត្រូវមកដល់ម៉ោង11:15ប៉ុន្តែយើងចេញពីភ្នំពេញមករៀងលឿនមកដល់នេះរៀងលឿនជិះលឿនអត់មានអារម្មណ៍ថាហត់អីបន្តិចឥឡូវដល់សៀមរាបហើយចាំមកយូរប្រហែលវ៉ាលីខ្ញុំក៏បានមកដល់ខ្ញុំគិតថាជើងហៅមួយនេះអត់សូវមានតែគេយកវ៉ាលីមកពីច្រើនខ្ញុំចាប់អារម្មណ៍ដាក់ carry on ឥឡូវនេះពួកខ្ញុំសម្រាប់ចិត្តជិះតាក់ស៊ីចាំមើលកន្លែងไหนគេ arrival សាគ្រាន់តែមកដល់ទឹកដីសៀមរាបគេច្រឡំថាខ្ញុំបរទេសបងប្អូននៅសៀមរាបថាខ្ញុំនឹងមុខដូចបរទេសមកដល់គេនិយាយអង់គ្លេសដាក់ពេញនឹងឥឡូវនេះយើងជិះតាក់ស៊ីដែល
យើងចូលក្រុងពីពលានទៅក្រុងតម្លៃ$20បើសិនជាយើងជិះឡានក្រុងតម្លៃម្នាក់$8ហើយដោយសារតែខ្ញុំមកពីអ្នកនេះដែរអញ្ចឹងទៅខ្ញុំគិតថាមកជិះតាក់ស៊ីរៀងចំណេញដែរហើយរៀងស្រួលខ្លួនដែរអញ្ចឹងណាហើយយើងdirectទៅដល់រតែហ្មងកន្លែងនេះចំពោះអ្នកដែលចង់ជិះឡានក្រុងក៏បានដែរចំពោះសបុតវិញគឺម្នាក់$8នៅពេលដែលយើងទៅដល់បេនឡានក្រុងនៅខេត្តសៀមរាបគឺនឹងមានតុកជូនទាំងអស់គ្នាពីបេនឡានហ្នឹងទៅអូតែដែលគិតថ្លៃផងដែរគ្រាន់តែឡានក្រុងគឺគេមានម៉ោងគេចេញហើយបើសិនជាខ្ញុំចាំឡានក្រុងត្រូវចាំកន្លះម៉ោងទៀតអញ្ចឹងក៏ខ្ញុំសម្រេចចិត្តជិះតាក់ស៊ីហ្មងទៅបាទឥឡូវនេះគឺយើងជិះតាក់ស៊ីពីពលានទៅក្រុងប្រហែលជា1ម៉ោងជាងខ្ញុំដាក់ផែនទីមិញគឺ40គីឡូអញ្ចឹងយើងចុះពីយន្តហោះយើងទៅជិះ1ម៉ោងជាងទៀតបាទយើងដល់ហើយឡានតាស៊ីដែលខ្ញុំជិះនេះធំអញ្ចឹងបើយើងមានគ្នា4នាក់ហើយតម្លៃ$20យើងចាយទៅម្នាក់ត្រឹមតែ$5ទេជិះពីពលានអន្តរជាតិសៀមរាបចូលមកកាន់ក្រុងសៀមរាបតែម្ដងម៉ោងដែលខ្ញុំមកដល់ខេត្តសៀមរាបគឺម៉ោង12តិចតួចប៉ុន្តែខ្ញុំគិតថាកម្លាំងរបស់ខ្ញុំវិញគឺអត់ចាំបាច់សម្រាយរាល់ដងដែលខ្ញុំមកសៀមរាបមកដល់ខ្ញុំត្រូវការគេមួយផ្លែតសម្រាប់មួយផ្លែតប៉ុន្តែនេះអត់ទេខ្ញុំអាចដើរលេងពេញមួយថ្ងៃដែលអត់ហត់ក៏បានដែរមកដល់ខេត្តសៀមរាបខ្ញុំលើកនេះសប្បាយមែនតើជួលម៉ូតូជិះដើរលេងជុំវិញទឹកដីអង្គរបានញ៉ាំជូខ្វៃបានញ៉ាំនំម៉ាកៅនំផ្លែអាយបានញ៉ាំជាមួយនឹងនំបញ្ចុកពងទាកូននិយាយថាទ្រីបខ្ញុំសៀមរាបលោកនេះគឺអែមហើយឡើងគីឡូហ្មងអញ្ចឹងខ្ញុំគេនៅសៀមរាបបាន2 3យប់ក៏ដល់ថ្ងៃដែលយើងត្រូវឡើងឡានក្រុងចេញពីសៀមរាបមកកាន់ភ្នំពេញវិញម្ដងតែមនុស្ស2នាក់ចំពោះការជិះឡានក្រុងរបស់ខ្ញុំគឺខ្ញុំអត់មានអារម្មណ៍ថា stress ខ្លាំងត្រូវទៅដល់បេនមុន2ម៉ោងអីទេខ្ញុំទៅដល់បេនមុនត្រឹមតែ5នាទីក៏អាចឡើងឡានក្រុងហើយគេអត់ចេញចោលខ្ញុំដែរកុំឲ្យទៅដល់ហួសម៉ោងគេចេញប៉ុន្តែនិយាយលេងសើចអីឡានចេញម៉ោង11:45ខ្ញុំ11:38ទេទើបតែចេញបានដល់ពាក់កណ្ដាលផ្លូវផងបងខ្ញុំ11:45ទៅពេញអូខេបាទអរគុណបាទអរគុណច្រើនហើយទាំងអស់គ្នានឹងមកយកឡានចេញម៉ោង11:45ខ្ញុំម៉ោង11:44បានទៅដល់បេនឡានក្រុងប៉ុន្តែមិនជាបញ្ហាទេទៅដល់ខាងបងតកងឡានគាត់លើកវេលាខ្ញុំឡើងឡានអស់ហើយគឺខ្ញុំចូលមកដល់ឡានពឹបឡានចេញតែម្ដងចំពោះក្រុមហ៊ុនដែលខ្ញុំជិះគឺ Vet Express Bus ឬក៏បោះវីរៈបន្ថែមនឹងឯងបាទនិយាយពីកន្លែងដាក់ជើងអត់មានបញ្ហាស្លាស់ល្អមែនតើហើយមានប៊ូតុងទៀតកន្លែងកៅអីរបស់ខ្ញុំដែលយើងអាចស្រែអាកន្លែងជើងនេះឲ្យឡើងលើតិចដើម្បីឲ្យពេលដែលយើងអង្គុយផ្លូវឆ្ងាយវាស្រួលខ្លួននៅលើនេះក៏មានអេក្រង់ដែលយើងអាចមើល YouTube យើងអាចមើលរឿងយើងអាចស្ដាប់ចម្រៀងបានដោយសារតែនៅលើនេះក៏មាន Wi-Fi ដូចគ្នាឥឡូវនេះមានរយៈពេល1ម៉ោងហើយដែលយើងបានធ្វើដំណើរចេញពីខេត្តសៀមរាបហើយបើសិនជាយើងប្រៀបធៀបលេងៗណាបើសិនជាយើងជិះយន្តហោះ1ម៉ោងហ្នឹងគឺយើងដល់ភ្នំពេញបារីប៉ុន្តែដោយសារតែយើងជិះឡានក្រុងអញ្ចឹងការធ្វើដំណើររបស់យើងមានរយៈពេល6ម៉ោងឥឡូវនេះបាន1ម៉ោងសល់5ម៉ោងទៀតនេះគឺជាទស្សនវិជ្ជានៅលើឡានក្រុងបានមនុស្សជិះចិត្តពេញដែរដោយសារតែមានកៅអីទេស្លាហើយនៅលើឡានក្រុងក៏គាត់ផ្ដល់ជូនជាមួយអាហារសម្រន់ដល់យើងដូចគ្នាមានដូចជានំប៉័ងគ្រូសង់ហើយជាមួយនឹងទឹកផ្លែឈើហើយអត់មានអីធ្វើច្រើនទេក្រៅពីអង្គុយងាកមើលទេសភាពតាមផ្លូវចឹងទៅប៉ុន្តែទេសភាពវាមិនដូចនៅពេលដែលយើងជិះយន្តហោះទេគ្រាន់តែខ្ញុំទិញសបុតឡានក្រុងគឺខ្ញុំទិញកៅអី VIP ណា first class ចឹងទៅការអង្គុយគឺវាស្រួលជាងឡានក្រុងធម្មតាដែលខ្ញុំបានធ្លាប់ជិះហើយវាទលាយអត់សូវមានមនុស្សច្រើនចឹងទៅបទពិសោធន៍ក៏វាមិនសូវជាបើខ្ញុំប្រៀបធៀបមួយយន្តហោះក៏វាមិនសូវជាលំបាកណាស់ណាដែរអ្វីដែលខ្ញុំ notice ឥឡូវហ្នឹងគឺដោយសារតែរយៈពេលវាជិះឆ្ងាយតែប៉ុណ្្នឹងឯងតែបើសិនជាផាសុខភាពងាយស្រួលក្នុងការអង្គុយឲ្យស្រួលខ្លួនហើយអញ្ចឹងគឺងាយស្រួលដូចហើយបើយើងចង់គេងវិញគឺស្រួលមែនតើនិយាយទៅពុកបោះគាត់ទុនអញ្ចឹងណាអញ្ចឹងយើងសម័យមកគេងអែមមកហើយកៅអីនេះគឺផ្អែកទៅក្រោយបន្តិចទៀតអញ្ចឹងទៅគឺអញនិយាយថាស្រួលខ្លួនក្នុងការគេងវាអត់សូវឈឺខ្នងឈឺខ្លួនអីទេកៅអីនេះខ្ញុំអាចនិយាយថាស្រួលជាងកៅអីដែលខ្ញុំបានជិះយន្តហោះមកទៀតដោយសារតែទុនហើយណាមួយ space នេះវាធំជាងអញ្ចឹងក៏រៀងស្រួលខ្លួនជាងមុនដែរនេះអានេះប្រភេទកៅអីឃើញអត់បែបចាស់អញ្ចឹងមួយជួរមានតែ3ឯងប៉ុន្តែធំមែនតើនៅលើឡានក្រុងក៏មានបន្ទប់ទឹកដែរតែខ្ញុំភ្លេចថតហើយបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេល2ម៉ោងយើងក៏បានមកដល់កន្លែងឈប់ទី1របស់យើងឥឡូវនេះម៉ោង2:05នាទីយើងជិះបាន2ម៉ោងហើយមកឈប់សម្រាប់នៅព្រៃប្រោះដើម្បីជ
chụp tục tục bật đài bật trường này chẳng á nè nè cái lại cái chụp thành này cái chụp lại nè cái lại dừng hàng nhầm ấy nè để màu play prop có chỉ score lên nữa mà ông ní không chụp bùa rõm nhôm mà lỡ cứ ở tôi mẹ rõm thang hot màn tê để ra tại tụng chi bàn pi màu chẳng á bàn tay chỉ tu tới nơi bên này nhôm chi làn cống bên này từ đó cô đau mình tha từ bình bình như rồi từ xiêm riệp từ đó xiêm riệp đào lên ngay chẳng cứ tayแต่mẹ rõm thang hot ở lỡ dương chầm mưa chả sai được ní nhôm hiện lên coin tích đòi cọ Spotland để first class VIP ấy chẳng tới được xa nhung cái tha bật sân chia dương priệp thiệp Sport Yun Ho cho mùi nâng lan krong thom mà đá vì phía đấy bàn tay đăng tải nhôm cái tha lan krong thom mà đá vì hot chiêng này vì bộ bạn coi chiêng vì coi hiện chưa chắc hay chi không chiêng chắc mà nhôm sẽ mẹ chết cọ cho mùi nâng VIP tới khen đồ ai priệp thiệp hay bắt đầu bắt xong kia bạn cho mới đó trong video nhôm nâng prap pi cùng đất bỏ nhóm tha nè là đấy cô tại chuyên hot đi coi chi lạng krong chim xem mặc hạt xiêm riệp hay vật sân chế trôn chất series ประเภท video បែបនេះ complete ឲ្យខ្ញុំដឹងនៅខាងក្រោម video នេះផងក៏បានប្រាប់ថាចូលចិត្តឬក៏មានអីត្រូវការតម្រូវឬក៏មាន challenge ផ្សេងៗហើយ complete ជួយ follow Facebook page ក៏ដូចជា subscribe YouTube channel របស់ខ្ញុំផងខ្ញុំចង់ធ្វើ content បែបនេះទៀតដោយសារតែវាសុបាយហើយយើងបានដើរលេងខេត្តទៀតកន្លែងនេះខ្ញុំអត់បានញ៉ាំបាយទៀតដោយសារតែអត់សូវឃ្លានអញ្ចឹងក៏យើងបើកម្លាំងជាមួយនឹងទឹកដូងមួយផ្លែបឺតគ្រុកអស់លេងជាមួយនឹងទឹកដូងនេះគឺផ្អែមណាឥឡូវដល់ពេលដែលយើងឡើងឡានក្រុងមិញហើយបាទគេឲ្យសម្រាប់25ទៅ30នាទីខ្ញុំមិនដឹងថាគឺធ្វើអីទៀតទេសោះ5នាទីទៀតឡើងឡានមុន100ទៅនេះបាទបានមើលនេះឡានដែលខ្ញុំជាបាទទំនើបដែរទំនើបអញ្ចឹងយើងឡើងឡានក្រុងហើយមិនយូរប៉ុន្មានឡានក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខជាបន្តទៀតហើយខ្ញុំនេះគឺអង្គុយក៏ល្វើយបិទភ្នែកគេងបានប្រហែលជា1ម៉ោងជាងឯដែរដើម្បីឲ្យពេលវេលាដើរលឿនកុំឲ្យចាំយូរពេកនិយាយទៅខ្ញុំមុននេះនៅលើឡានក្រុងនេះអត់មានធ្វើទេក្រៅពីមើលទូរស័ព្ទហើយដេកហើយភ្លេចខ្លួនបន្តិចឥឡូវនេះម៉ោង 4:47 នាទីល្ងាចយើងជិតដល់ភ្នំពេញមែនតើហើយមេឃក៏ចាប់ផ្ដើមភ្លៀងដែរឥឡូវនេះគឺម៉ោង 5 ល្ងាចហើយយើងជិតដល់ស្គុនអញ្ចឹងប្រហែលជា1ម៉ោងទៀតយើងដល់បញ្ញាហើយខ្ញុំមួយនេះគឺអត់មានអីទេគិតតែពីគេងព្រោះខ្ញុំប្រហែលគេងបាន1ម៉ោងជាងអញ្ចឹងទៅយើងអត់សូវមានអារម្មណ៍ថាយូរប្រហែលណាបាទតែចាំមើលពេលដែលដល់ភ្នំពេញចាំខ្ញុំថតបន្តទៀតអូហើយនៅក្រុមកៅអីហ្នឹងក៏មានកន្លែងដែលយើងអាចសាក់ថ្មបានដែរដល់ជួយសបាហើយយើងបានមកដល់ភ្នំពេញហើយ finally អរគុណម៉ងអរគុណឥឡូវនេះខ្ញុំហៅតាក់ស៊ីឡានទៅផ្ទះដោយសារតែបានពួកខ្ញុំច្រើនអញ្ចឹងណាហើយផ្ទះខ្ញុំឆ្ងាយអញ្ចឹងទៅខ្ញុំជិះអស់ $40,000 ឬក៏$10បើសិនជាខ្ញុំមើលមកខ្ញុំជិះតុកតុកអស់ប្រហែលជា $20,000 ទៅ $25,000 អញ្ចឹងដោយសារអាហ្នឹងមូលហេតុគឺដោយសារផ្ទះខ្ញុំឆ្ងាយពីបេហ្នឹងឯងចូលឡានមកបានមកដល់ផ្ទះវិញហើយឥឡូវនេះយើងមើលម៉ោងទាំងអស់គ្នាថាម៉ោងប្រហែលអូម៉ោង 7 គត់តែម្ដងនេះម៉ោង 7 គត់តែម្ដងអញ្ចឹងខ្ញុំចេញពីសៀមរាបថាម៉ោង 11:12 ថ្ងៃត្រង់ឥឡូវម៉ោង 7 គត់ចឹងវា 7 ម៉ោងហើយបើនិយាយពីអារម្មណ៍ខ្ញុំឥឡូវរៀងហត់ដែរប៉ុន្តែអត់ហត់ដូចតាមការគិតរបស់ខ្ញុំដោយសារដូចខ្ញុំនិយាយដែរអញ្ចឹងខ្ញុំកក់សបត់ឡានក្រុងដែលអង្គុយស្រួលដែរអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចអត់សូវអីហ្មងទេប៉ុន្តែបើសិនជាឲ្យខ្ញុំដាក់ខ្លួនលើខែគេងគឺខ្ញុំដេកលក់តែម្ដងហើយនេះគឺជាត្រាងដែលខ្ញុំបានរៀបចំប្រៀបធៀបគ្នារវាងតម្លៃដែលយើងធ្វើដំណើរសរុបរយៈពេលដែលខ្ញុំធ្វើដំណើរសរុបក៏ដូចជាបន្ទុកផ្សេងតាក់ទងទៅនឹងចំណុចដែលខ្ញុំបាននិយាយកាលពីដើមវីដេអូទាំងអស់គ្នាអាចស្គប់វីដេអូដើម្បីមើលបានហើយជាចុងក្រោយខ្ញុំសូមបញ្ជាក់តិចនេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ទេរាល់តម្លៃផ្សេងគឺវាអាចប្រែប្រួលតាមនឹងដូចជាសបុតយន្តហោះឬក៏ដូចជាសបុតឡានក្រុងអាចទិញថោកជាងនឹងអីទៀតក៏បានដែរអរគុណចំពោះការទស្សនាវីដេអូវែងមួយនេះរបស់ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងជក់ចិត្តដិតអារម្មណ៍ក៏ដូចជាចូលចិត្តប្រភេទវីដេអូបែបនេះខ្ញុំនឹងព្យាយាមធ្វើវីដេអូបែប adventure ប្រៀបធៀបឬក៏ experience បទពិសោធន៍អីផ្សេងប្លែកៗនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជានៅក្រៅប្រទេសដូចគ្នាផងដែរអញ្ចឹងបើសិនជាចូលចិត្ត complete ជួយ follow Facebook page ក៏ដូចជា subscribe នៅ YouTube channel ខ្ញុំម្នាក់មួយផងខ្ញុំនឹង post វីដេអូបែបនេះដឹងតែញឹកហើយ follow for more